សម្រាប់អ្នកប្រើ iPhone តើអ្នកអាចធ្វើការ screenshot ដោយប្រើ action ប៊ូតុងបានដោយងាយដោយមិនចាំបាច់ប្រើប៊ូតុងម្ដងពីរទៀតទេជាធម្មតាដើម្បីអ្នកទាំងនេះអាចធ្វើការ screenshot បានអ្នកទាំងនេះត្រូវតែធ្វើការចុចប៊ូតុងពីរព្រមគ្នាផងដែរបាទគឺប៊ូតុងបិទបើកសំឡេងនិងប៊ូតុង power ផងដែរអញ្ចឹងបែបហ្នឹងពិតជាអត់ស្រួលទេយើងមានវិធីដែលស្រួលជាងហ្នឹងដែលយើងគ្រាន់តែប្រើប៊ូតុង action មួយគឺយើងអាច screenshot បានហើយចង់ដឹងថាតើយើងអាចធ្វើបានដោយរបៀបណាតោះទៅមើលវីដេអូនេះទាំងអស់គ្នាបាទអញ្ចឹងអ្នកទាំងនេះត្រូវចូលមកក្នុង shortcut របស់ iPhone របស់អ្នកទាំងនេះមកហើយគ្រប់ទូរស័ព្ទដែល iPhone នឹងមានកម្មវិធី shortcut ហើយបាទបើសិនជាអ្នកទាំងនេះច្រឡំដៃលុបអាច download មកវិញបានអូខេយើងចូលនៅក្នុងហ្នឹងមកអញ្ចឹងអ្នកទាំងនេះត្រូវតែ download shortcut មួយដែលខ្ញុំបានដាក់ link នៅខាងក្រោមបាទដើម្បីយើងអាចធ្វើការកំណត់ action ប៊ូតុងរបស់យើងឲ្យធ្វើការ screenshot បានដោយងាយអញ្ចឹងដើម្បីឲ្យ action ប៊ូតុងរបស់យើងអាចធ្វើការបានអ្នកទាំងនេះអាចធ្វើតាមខ្ញុំបាទអ្នកទាំងនេះចូលមកក្នុង setting របស់ iPhone បាទហើយបន្តទៀតអ្នកទាំងនេះ scroll ឡើងមកបាទអ្នកទាំងនេះរកមើលពាក្យថា action ប៊ូតុងបន្តមកទៀតអ្នកទាំងនេះ scroll ទៅរកពាក្យថា shortcut អញ្ចឹងបន្ទាប់ពីតើអ្នកស្រូមកដល់កន្លែងនេះហើយតើអ្នកចុច choose a shortcut មកបាទអញ្ចឹងតើអ្នកនឹងឃើញ shortcut របស់យើងនៅត្រង់នេះហើយបាទ my shortcut អញ្ចឹងបើសិនជាតើអ្នកបាន download shortcut ដែលខ្ញុំបានដាក់ link នៅខាងក្រោមវីដេអូរួចហើយអ្នកនឹងបាន shortcut មួយនឹងមកហើយបាទហើយបន្តមកទៀតតើអ្នកធ្វើការចុចទៅលើ screenshot នឹងមកបាទអញ្ចឹងប៉ុណ្ណេះគឺរួចរាល់ហើយអញ្ចឹងអូខេអញ្ចឹងតទៅនៅពេលដែលតើអ្នកចង់ screenshot អ្នកចុចត្រឹមតែ action ប៊ូតុងមួយគឺតើអ្នកអាច screenshot បានហើយបាទអរអ្នកឃើញហើយបាទវាងាយស្រួលច្រើនមែនទែនពេលដែលតើអ្នកចូលទៅក្នុង website ណាមួយបាទហើយឃើញអត្ថបទដែលតំណងតើអ្នកអត់ចាំបាច់ប្រើដៃពីរឬមួយក៏តើអ្នកអត់ចាំបាច់ប្រើប៊ូតុងពីរដើម្បីធ្វើការថតទៀតទេបាទអញ្ចឹងតើអ្នកចុចត្រឹមតែ action ប៊ូតុងមួយគឺតើអ្នកអាចធ្វើការថតបានហើយបាទបែបនេះគឺងាយស្រួលច្រើនមែនទែនតើអ្នកឃើញទេបាទអញ្ចឹងរូបភាពដែលយើងបាន screenshot គឺវានឹងចូលមកក្នុង photo របស់យើងដែលសរប្រវត្តិផងដែរបាទតើអ្នកឃើញទេបាទបែបនេះគឺងាយស្រួលច្រើនបាទបើសិនជាតើអ្នកចូលចិត្តវីដេអូពាក់ព័ន្ធជាមួយ keep ការប្រើប្រាស់ iPhone ងាយបាទហើយនឹងថ្មីប្លែកៗតើអ្នកអាចធ្វើការចុច follow ក៏ដូចជា subscribe នៅ channel របស់ខ្ញុំបានហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត